ញីពិថាបានបុកបែលត្រីអាំងក៏ប្រពន្ធវិចអយមិនដឹងជាបានលក់អេចែវក៏រត់ទិលបាទបងប្អូនអើយអរុនសួស្ដីពុកម៉ែបងប្អូនអើយជួបជាមួយខ្ញុំបាទទៅអំពីវីដេអូនឹងជីវិតពិតប្រចាំថ្ងៃដោយសារតែថ្ងៃនេះគឺមនោចម្លងទូក៏អត់មានអីហូបបាយហើយមានតែបុកបែលអត់មានលក់ចែវចឹងណាដល់ចោះទៅក៏មកដើររត់ទិលបាទបងប្អូនអើយរត់ទិលថ្ងៃនេះបានទៅដើររត់ឆ្ងាយទេក្វែលទៅតាមមិត្តស្ទឹងក៏ឃើញតែដើមទូចតែមិនធ្វេទេទូចក៏យកធំក៏យកអែងទៅឲ្យតែត្រួយក្តោបចេះពុកម៉ែបងប្អូនអើយតែមកនេះក៏ខ្ញុំចាប់ដើមកាត់វាចេញហើយពុកម៉ែបងប្អូនហើយមានបងប្អូនខ្លះកាត់ខមមិនហើយនឹងឆាតសួរថាវិធីយ៉ាងណាធ្វើឲ្យតលកុំឲ្យស្គៀបបងប្អូនអើយយើងកុំឲ្យស្គៀបយើងយកអាណានប់ចេះត្រួយអាណាខ្ចីខ្ញុំមិនដឹងថាធ្វើម៉េចឲ្យវិធីវាកុំឲ្យស្គៀបតែបើខ្ញុំហួរអត់ដែលស្គៀបផងព្រៃខ្ញុំចិត្តស្មោះចិត្តអីវាតោក៏ដាក់ស្ងោដាក់អីវាតែវិធីសាស្ត្រដែលតាមក្បួនចាបុរាណពីដើមនៅកើតតែងតែផ្ដាំតគុណចៅចំនួនក្រោយថាពេលស្ងោទិលឬមួយក៏ស្លទិលអីកុំអោយហៅថាប្រេអស់បាទពុកម៉ែបងប្អូនហើយដូចយើងទាញអស់ពីទិសខាងនេះទៅដាក់ទិសខាងនោះចឹងណាបើខ្ញុំក៏មិនដែរប្រេអស់ដូចតាមក្បួនកើតមានអីឡូវនេះចាប់ផ្ដើមចិត្តសម្បកហើយយើងចិត្តសម្បកឲ្យវាបានស្អាតថ្មិចឲ្យអស់ចិត្តលំអៀវាអត់ស្គៀបទេពុកម៉ែបងប្អូនហើយដល់សាច់ត្រួយសាច់ក្នុងខ្ញុំធ្វើថ្ងៃនេះគឺខ្ញុំធ្វើម្ហូបសាមញ្ញបំផុតទេមិនបានយកទៅស្លទៅអីទេគឺដាក់ស្ងោដើម្បីជ្រុំជាមួយបុកម៉ែលបានវិចចប់យកមកអុយខ្ញុំហូបបាយទៅទូកនោះម្នាក់ឯងពុកម៉ែបងប្អូនហើយក៏ខ្ញុំមិនដែរបានចេញវីដេអូអំពីសកម្មភាពដែលខ្ញុំធ្វើទល់ហូបចេះទេហើយបន្ទាប់មកនេះខ្ញុំដាក់ស្ងោឲ្យពុកម៉ែបងប្អូនហើយដាក់ស្ងោយើងដាក់អន្តរថាវាផុយរលួយនៅបានឆ្ងាញ់យើងជ្រុំទៅបែកសាច់វាល្អបាទពុកម៉ែបងប្អូនហើយកាលណាតែយើងស្ងោមិនផុយមិនឆ្អិនទេវាអាចនឹងស្គៀបក៏ថាបានបន្ទាប់មកនេះខ្ញុំចាប់ផ្ដើមដាក់បុកម៉ែលហើយបុកម៉ែលខ្ញុំក៏តិចតួចដែរក៏មានត្រីអាំងមួយដែលស្រស់លើកចេញពីលប់ថ្មីហើយមកថ្ងៃនេះគឺជាម្ហូបបែបសាមញ្ញធម្មតាទេមិនមែនជាអាជីពអីទេពុកម៉ែបងប្អូនដោយសារតែយើងធ្វើយ៉ាងណាឲ្យតែបានហូបរួចមួយពេលអញ្ចឹងណាហើយវីដេអូនេះដែរក៏ចង់បញ្ជាក់ប្រាប់បងប្អូនដែលគាត់តែងតែឆ្ងល់ថាតើខ្លាច់ស្គៀបខ្លាច់អីខ្លាច់ខ្ញុំមិនដែរហូបឃើញតែថតមិនដែរឃើញធ្វើវិធីហូបវិធីអីណាបងប្អូនហើយតាមពិតទៅគឺខ្ញុំហូបសឹងថារហូតដែរទេតែខ្ញុំអត់ដែរបានបង្ហាញបងប្អូនមែនឥឡូវនេះខ្ញុំចាប់ផ្ដើមច្បល់វាឲ្យពុកម៉ែបងប្អូនហើយដោយសារតែយើងស្ងោរាំងមួយធូធំដែរបើផុយហើយកាលណាតែផុយគឺរសជាតិរ៉ាប់អែមពុកម៉ែបងប្អូនហើយបងប្អូនអាចសាកធ្វើតាមខ្ញុំបានហើយមិនធ្វើទេអោយតែថាយើងស្ងោឆ្អិនហើយយើងចិត្តស្មោកចិត្តអីវាទៅណាហើយយកប្រភេទបែបត្រួយទៅណាមើលទៅបងប្អូនខ្ញុំរាប់បានថ្ងៃនេះក៏ទិលទួយទេបើសិនណាទិលធំវិញម្នាយហើយបងប្អូនគឺផ្អែមរសជាតិវាញ៉ាំថាបើថាញ៉ាំរឿងស្គៀបរឿងអីបាត់មានស្គៀបអីអ្នកតិចទេស្មែតែអីគឺមិនស្គៀបគេថាផ្លែតពាំងបាយជូរឯងថាស្គៀបចាំងទិលទៀតបងប្អូនហើយតែទិលវិញគឺធម្មតាទេហើយបញ្ចូលសលេងរាំងឆង់លីបទឹកមាត់ដោយសារតែយើងវីដេអូយើងថតរាំងពេលព្រឹកក៏មកបញ្ចូលសលេងពេលថ្ងៃចុះបងប្អូនអើយឃើញហើយក៏ក្លែនបាយទៀតបាត់ហើយបងប្អូនហើយវីដេអូខ្ញុំថ្ងៃនេះក៏គ្មានអីបង្ហាញច្រើននឹងផ្លេកទេបងប្អូនមានតែវីដេអូខ្ញុំហូបទិល